លេងឆេឆេនាងសម្ដែងសច្ចាំងប៉ុន្តែទុកខ្លួនឯងជាគ្រូធំកុំគិតថាបំផ្ទុះខ្លួនឯងដល់ម្លឹងអាចធ្វើជាខ្មោចព្រាយបានលោកថាអ្នកណាជាខ្មោចយើងគឺជាផ្កាមួយទងនៅឋានទេវតាឈឹងខ្មោចយើងគឺជាទេវតាសានតានទៅដល់ណាក៏មិនអាចខ្មាស់គេដែរថ្ងៃនេះស្រីម្នាក់នេះមិនក៏ចម្លាញ់ម្ល៉េះសម្ដីដែលគេនិយាយមុននេះតែគេបោកអស់ពីខ្លួនធ្វើឲ្យតិចថ្លង់ភ្នែកខ្វាក់បាក់ដៃបាក់ជើងចុងក្រោយនៅត្រូវឃុំក្នុងបន្ទប់ក្រំដេកជារៀងរហូតទៀតនាងមិញនេះប្រាអើយប្រាច់ទៅស្រកខ្លាំងពេកតែមិនអីទេមួយម៉ោងក្រោយមិនលេងអីហើយបបប្រុសមិនអីទេអាជីនមិនក៏ខ្លាចទៅច្បាប់នេះទៅហើយលេងឈីមិននៅខាងក្រៅខ្ញុំលឺសំឡេងរញ៉េរញ៉ៃតាមពិតទៅនាងគឺចង់បង្ខំបងប្រុសរបស់ខ្ញុំទេខ្ញុំម៉ែកុំមួលបង្កាច់គេណានាងកុំមកក្រាបបាត់ទេខ្ញុំប្រាប់នាងបងប្រុសខ្ញុំហើយនឹងបងស្រីជាយ៉ានគឺជាគូដៃទេវតាជាអ្នកសំផ្គុំនេះគឺជាសម័យអីទៅហើយនាងនៅជឿរឿងស្នេហារបស់គាត់ទៀតអើយវេទនាមែនបរិសុទ្ធត្រង់ម្នាក់នេះបែរជាត្រូវជួបមនុស្សបោកប្រាស់អ្នកណាគេនិយាយនឹងខូចគេឈ្មោះគឺខូចហើយតែនេះនៅត្រូវជាប់គុកមួយជីវិតទៀតត្រូវគេធ្វើបាបសពបែបយ៉ាងបាយជាហ៊ានបរិហាគេជាងថ្ងៃនេះយើងនឹងអប់រំនាងឲ្យបានល្អណែជ័យពិតជាបងប្អូនមកកើតមែនហើយម្នាក់វេទនាជាងម្នាក់ភ្នោដូនតាគេមានបញ្ហាអីទេបងប្រុសបងស្ដាប់ទៅគេនិយាយស្អីនឹងស្អីទេខ្ញុំមាននិយាយអីចៃខ្ញុំដឹងថាមានរឿងខ្លះឯងមិនពេញចិត្តបងស្រីឈីតែគេពិតជាមិនបាននិយាយអីមែនខ្ញុំបាយជាលឺសម្លេងក្នុងចិត្តលេងឈីបងស្រីឈីមិនលើថាឯងថតរឿងក៏ត្រូវផ្ទុះចាំបងជួយថែមម្សៅឲ្យឯងចុះព្រោះត្រូវចិត្តចូលឆាកបន្ទាន់យករបស់ដែលប្រើល្បិចលួចយកមកឲ្យខ្ញុំប្រើហ៎ចង់ឲ្យខ្ញុំអាក្រក់ខ្មាស់គេតែនៅនឹងមុខខ្ញុំឲ្យនៅហ៊ានធ្វើផ្ដេសផ្ដាស់ទៀតអេម៉ានាងថែមម្សៅឲ្យខ្លួននាងទៅខ្ញុំឃើញថ្ពាល់របស់នាងរៀងស្លេងមិនចង់ឲ្យខ្ញុំជួយថែមឲ្យពីដៃទេចង់ធ្វើស្អីនឹងបងជឿនចានមិនយ៉ាងអាចមិនអាចទៅឬមួយក៏អ្វីដែលគេនិយាយមុននេះសុទ្ធតែជាការពិតនេះមិនអាចទេស្លុតឆ្នាំនេះរួចតែយើងអាចបានខ្មត់ទៅប្រមាណដែរទៅណាយ៉ាកុំថោមិនចង់ឲ្យតាំងលំខាងនេះមានហើយធ្វើយ៉ាងម៉េចទៅទីនេះចាស់ឡើងណាមិនមែនតែដឹងសម្ដែងសោះក៏បំផ្ទុះខ្លួនឯងដែរធ្វើពុតជាជំនាញស្អីនេះគឺជាល្បិចសាច់កម្មច្បាស់ណាថ្ងៃនេះនៅនាងគូបច្ចេកដណ្ដាំយកមកនេះសោះហើយថត់ចប់អស់ហើយលេងឆេកុំប្រើវិធីបែបនេះមកធ្វើឲ្យខ្ញុំចាប់អារម្មណ៍ឲ្យសោះនេះដើម្បីរៀបការជាមួយនឹងខ្ញុំពិតជាប្រើគ្រប់ល្បិចកលមែនអញតែធ្លាប់ជោគពីជាមួយនឹងខ្ញុំកាលពីនៅក្មេងក៏បោកលុយយាយខ្ញុំបង្ខំឲ្យខ្ញុំរៀបការនៅរៀបចំល្បិចធ្វើបាបអាយើងឲ្យខ្វះគេទៀតពេលគេអាម៉ាស់ខ្លាំងពេកក៏សម្លាប់ខ្លួនពេលនេះក៏យកការសម្ដែងស្លាប់មកបង្ខំទៀតលេងឆេពេលនេះនាងជន់ចំខ្សែព្រំដែនរបស់ខ្ញុំហើយពេលនេះខ្ញុំនឹងផ្ដាច់ពាក្យវិញនេះជាអ្វីតែទេវតាអាស៊ានទាំងមូលបាច់ជាស្លុតឆ្នាំឲ្យផ្ទុះបែបហ្នឹងឯងបាក់ផ្សាយចេញទៅច្បាស់ជាត្រូវគេសើចជ្រុះថ្មិញហើយនេះក៏លុយប៉ះបើលែងលះគ្នាក្នុងនេះមាន100លានហ៊ានលុយបាយឆ្មក់ផងឯងដុននាងលេងល្បិចចង់បានច្រើនជាងនេះមែនទេហ៊ានមកទៀតលេងឆីនាងកំពុងតែលេងជាមួយនឹងភ្លើងហាញតាចង់បានប្រមាណបំពេញខ្លួនឯងចុះមង្គលការនេះត្រូវផ្ដាច់ហើយដល់ថ្មីផងឯងគាត់ឆ្នាំបំផ្ទុះលេងឆីអបអរនាងចង់ខ្ញុំខឹកបានសម្រាប់ហើយសម្ដីរបស់លោកខ្ញុំដូចជាធ្លាប់បានលេងលោកត្រកូលគូឬក៏ត្រកូលហ្វូទេវតាតូចនៅលើមេឃប្រាប់ថាអ្នកសហាយនៅក្រោមមេឃមានតែត្រកូលគូនិងត្រកូលហ្វូទេហើយលោកត្រកូលឯងកុំធ្វើពុតជាឈួតជាឡប់អីខ្ញុំគឺគូ
គូយានធីងខ្ញុំមិនចិត្តទុនជាមួយនាងឡើយ សម្លាញ់ចិនថ្ងៃនេះគឺលោកមានគ្រូបាត់បង់ទ្រាំ មកពីនេះជាអ្នកបង្កឡើងនឹងណាខ្ញុំនិយាយចប់ហើយមួយសប្តាហ៍ក្រោយខ្ញុំនឹងបើកសន្និសីទកាសែតប្រកាសរំសាយមង្គលការរបស់ពួកយើង អេប្រយ័ត្ន នៅសល់ទៀតហ៎មកពីមាត់ខែរបស់នាងនឹងលេងឈីខ្ញុំពុំមាននាងបើសិនជានេះហ៊ាននិយាយចេញទៅក្រៅខ្ញុំនឹង អត់សុជីវធម៌មែនគេមិនចិត្តរំលឹកដល់លោកហើយលោកនឹងហើយដែលមិនជឿខ្លួនឯង លោកត្រូវតែជារបស់ខ្ញុំទោះលោកមិនពេញចិត្តក៏ដោយ គេត្រូវបាក់អស់ទ្រព្យពីខ្លួនហើយនៅតែជាថ្លឹងភ្នែកខ្វាក់បាក់ដៃបាក់ជើងចុងក្រោយត្រូវឃុំនៅបន្ទប់ក្រោមដីជារៀងរហូតទៀតហេតុអីក៏គួរឲ្យអាណិតដល់ថ្នាក់នេះ លេងឈីនាងកាន់តែថ្លើមធំហើយហ៊ានដាក់បដាសាខ្ញុំផងហ៎ ហើយយ៉ែអ្វីត្បិតតែវាស្នាមមិនអាចប្រឆាំងហើយយើងក៏មិនអាចលុបដៃក្នុងរឿងនេះប៉ុន្តែបើមានប្រាក់គឺពិតជាអាចប្រើយើងឲ្យទៅកិនម្សៅបានហើយបើមានប្រាក់យើងពិតជាអាចកែប្រែវាសនាលោកបានសំណប់ចិត្តកាត់គូឲ្យច្បាស់ ឈីខ្ញុំគ្រាន់តែចង់ថែម្សៅឲ្យឯងមិនក៏ឯងមិនសប្បាយ មិន ចិត្ត ជាវធម៌មែនមកឲ្យគេថាប្អូនស្រីគ្រប់ម៉ាត់យើងអាយុច្រើនជាងយាយទួតយាយលួតយាយលៀននាងដល់ទៅរាប់រយដងឯណោះ លេងឈីបងជិនចាំងគឺជាតួឯកគាត់ថែម្សៅឲ្យនាងគឺជាសំណាងរបស់នាងហើយ សំណាងនេះឲ្យទៅលោកយកទេគេជាតួឯកទេតួអាក្រក់មិនខាតទេតាក់តងប្រុសរាប់មិនអស់ អាយិនជាតារាដែលស័ក្តិសមដែលគេទទួលស្គាល់ល្បីច្រើនឆ្នាំមកហើយគ្មានរឿងអាស្រូវទេឬមួយក៏គេមានមុខមកខាងទៀតដែលខ្ញុំមិនដឹង ខ្ញុំដឹងឯងនៅខាងខ្ញុំនៅឡើយក្នុងអ៊ីនធឺណិតថាខ្ញុំនឹងអាយិនជាគូទេវតាប្រុសស្រីពួកគេនឹងនិយាយប្រដេះផ្ដាស់ទេកុំប្រកាន់ ទេវ អី តាប្រុសស្រីអីយើងថាជាសត្វញីឈ្មោះដែលគេបិទនៅមុខទ្វារពេលចូលឆ្នាំទៅវិញទេ សំទោសបងប្រុសជាធម្មតាខ្ញុំមិនសើចប្រដេះផ្ដាស់ទេលុះត្រាតែខ្ញុំទុកមិនជាប់ខ្ញុំគិតថាទៅរកពេទ្យម្នាក់ឲ្យមកពិនិត្យមើលខួរក្បាលរបស់នាងទៅ បងថារកអាចារ្យបដិញខ្មៅគេវិញទៅល្អជាង គ្រប់គ្នាហើយទៅប្រូទីតាំង បដូរឯង ធ្វើការថតរឿងទៅ តួឯងសងមិនខ្ញុំភ្លេចសួរមុខរបស់នាងតើកើតអីនឹង ខ្ញុំប្រតិកម្មនឹងធូលីបន្តិចទៅលេងអីហើយ ពិតជាជំនាញមែនគ្នាយើងមកឲ្យឆាប់ឡើងរៀបចំទៅឆាប់ឡើងរឿងរបស់ពួកយើងមានអ្នកនេះជាអ្នកសម្ដែងពេលនេះដូចជាខ្លាចដល់ស្លាប់ចឹងនេះចេះរំអស់ចាខ្លាំងណាស់មើលទៅរឿងនេះពួកយើងប្រកាសជាផ្ទុះហើយសមុទ្រចូលមើលរឿងប្រកាសជារត់ដាច់មិនខាន ចាំខ្ញុំវិញ នេះជួយពួកជោគជ័យស៊ូអ្នកទាំងអស់គ្នាត្រៀមរួចហើយនៅនោះឆាប់ត្រៀមទៅដល់ដេកសោអ្នកដេកឡើងឡានសម្រាប់សិនទៅ ហើយក្បួននេះសាហាវណាស់ អ្នកដាក់បំផ្ទុះ monitor របស់ខ្ញុំនឹងពិតជាក្រុមបំផ្ទុះមែន ដំបូងលេងភ្លើងហើយក៏លេងពាក្យពេចន៍ពេលនេះលេងគ្រាប់ថ្នាំបំផ្ទុះទៀតគេរៀនរបស់មិនល្អនេះតាំងពីពេលណាទៅណោះ លេឈីនាងចូលក្រុមថតយ៉ាងម៉េចយើងមិនដឹងទេនាងបាច់ជាហ៊ានមកករឿងដឹងថាឧបករណ៍នេះខ្លាចប្រមាណដែរទេ ខ្ញុំស្មានថាជាក្បួនអីខ្ញុំសុំសងលោកតាបានទេឆ្នាំនេះមានតម្លៃណាស់កម្លាំងរបស់វាខ្លាំងទេវតាសុំចែកខ្ញុំមិនដាច់ចិត្តផង លេងឈីការសម្ដែងរបស់នាងអន់ហើយក៏នៅហើយចោះបាច់ជាយកឆ្នាំរលួយនេះចង់បោកប្រាក់ខ្ញុំផងអីតើនាងចង់បោកអ្នកណានាងគិតថាខ្ញុំល្ងងឯងខ្ញុំមិនជឿទេប្រយ័ត្ន ប្រយ័ត្ន លោកនេះនៅសុកអំផ្ទុះខ្លួនឯងលេង មិនសងលួយហើយនៅយករបស់នេះមកធ្វើបាបជើងទៀត លោកចូលឆ្នាំនឹងឲ្យផ្ទុះខ្លួនឯងមិនអាចមកបន្ទោសយើងឲ្យលោកខ្ចីប្រាក់ទឹមលោកជាអ្នកទី1ហើយដែលយើងឲ្យប្រើខ្លួនយើងមិនតាន់បានប្រើផងវាមានប្រសិទ្ធភាពល្អណាស់ ចេះចាប់ចេះហើយទេសម្រាប់យើងនឹងសម្រាប់នាង លោកនេះយ៉ាងមិនចេះបទទឹករបស់យើងអ្នកក្រៃសុំប៉ះយើងមិនឲ្យប៉ះផងតែយើងចិត្តល្អឲ្យលោកខ្ចីប្រាក់លោកបាច់ចង់សម្រាប់យើងឯងនេះគឺជាសត្វចចកហើយ បងប្រុសតើគេ ប្រហែលជាពេលនោះពួកយើងមិនសូវយល់ពីគេហើយ ខ្ញុំប្តឹងប៉ូលីសមុនមេធាវីខ្ញុំមកដល់ខ្ញុំមិននិយាយជាមួយនឹងនេះទេ និយាយពាក្យយុត្តិធម៌ចុះខ្ញុំសងជំនួសគេ10លាន អាយយោនេះយកគូហើយចិត្តល្អមែនគ្រប់ហើយល្អណាស់ លួយនេះបាច់ជាមានតម្លៃជាងឆ្នាំទឹកយើងមែនទេ នាងធ្វើពុតស្អីទៅពីមុនបងប្រុសឲ្យថ្លៃប្រាច់ពាក្យតែនាង1លាននាងធ្វើពុតជាគ្មានលុយស្អីទៅស្រីធ្វើពុត មិនត្រឹមតែ100លានទេ 100លាននេះ
ស្មើនឹងមាសប្រមាណដុំទេ មាសហ៎100លានអាចរៀបមាសពេញបន្ទប់នេះដឹងទេ បានចឹង100លានរបស់យើងគឺ ត្រូវនាងដុតអស់ទៅហើយ ហេតុអីក៏យើងមិនស្លត់ឆ្នាំស្ដាយក្រោយហើយយ៉ាបន្ទប់មាសរបស់ខ្ញុំ លេខដៃពេលនេះស្រ័យក្រោយហើយហួសពេលហើយ ខ្ញុំប្រាប់នាងគ្មានមនុស្សស្រីណាហ៊ានរឹងទៅតឹងជាមួយនឹងបងប្រុសទេមង្គលការនេះគឺត្រូវតែផ្ដាច់ទោះបីជានាងមកផ្ដាច់ក៏ដោយ លេងចុះចរិតអញ្ចឹងអាយើងនឹងកាន់តែស្អប់នាងតំណែងអ្នកស្រីគូត្រូវតែជារបស់យើង បើខ្ញុំព្រមផ្ដាច់ពាក្យអាចឲ្យកូនកាត់នោះមកខ្ញុំមួយទៀតបានទេផ្ដាច់ប្រមាណលើកក៏បានដែរណាខ្ញុំសុំវ៉ា ពេលនេះមិនទាន់ជាពេលផ្ដាច់ពាក្យទេខ្ញុំត្រូវតែដឹងឲ្យច្បាស់សិនថាអ្វីដែលគេនិយាយនោះគឺជាការពិតឬក៏អត់លេខផ្ដាច់ពាក្យហើយពេលនេះនាងទៅប្រោខោអាវហើយត្រឡប់ទៅវិញជាមួយនឹងខ្ញុំ បងប្រុស អេលោកគឺជាមនុស្សកំរីចិត្តអាក្រក់ ហ៊ានដណ្ដើមសាច់ដុំធំយើងផងចាំទៅមើលទៅ លេងឆេឆេខ្ញុំមិនខ្វល់ថាថ្នាំរលួយនាងនោះបានមកពីណាទេថ្ងៃក្រោយហាមយកមកផ្ដេសផ្ដាស់ ហី ស្រីសាហានចង់រៀនហាត់ទឹកដែរទេ 100លាននេះអញមកហើយលែងដៃខ្ញុំយកវាទាំងអស់ មួយថ្ងៃមិនដែរបានចាយផងលើកនេះល្អហើយចាប់ការងាររបស់ខ្ញុំហើយ ទោះជាមិនដឹងថាមកឋានខ្មោចនេះយ៉ាងម៉េចតែនៅទីនេះស្បែកជើងឋានទេវតាព្រោះមានអ្នកដើរចាច់បន្ទប់មាសបន្ទប់មាសទី1បន្ទប់មាសទី2បន្ទប់មាសទី3 ថ្ងៃនេះគេបង្ករឿងនៅកន្លែងថតឬគិតចង់បោះបង់ការសម្ដែងហើយទៅកន្លែងហាត់ប្រាណវិញ ឃើញលោកដើរទៅហើយហេតុអីបានជាលោកមកឈប់ពាំងនៅទីនេះទៅវិញ ឡានត្រូវគេបាំងជាប់ហើយបើកចេញមិនរួចទេ មើលនេះហេ ឡានខ្ញុំត្រូវគេបាំងជាប់